ការស្រាវជ្រាវវាមិនមែនជាការងារសាមញ្ញមួយទេជាពិសេសគឺទាក់ទងជាមួយនឹងការចុះប្រមូលទិន្នន័យអ្នកដែលស្រាវជ្រាវថ្មីគេហៅ Young Researcher គឺទាក់ទងជាមួយនឹងរឿងវិធីសាស្ត្រស្រាវជ្រាវនោះតែម្ដងគឺសិតតែរឿងបច្ចេកទេសដែលយើងត្រូវរៀនសូត្រឲ្យបានច្រើនសម្រាប់អ្នកដែលស្រាវជ្រាវដំបូងជាពិសេសលោកគ្រូអ្នកគ្រូតែម្ដងខ្ញុំគិតថាគួរតែបន្តការស្រាវជ្រាវបាទព្រោះនៅក្នុងបរិបទយើងឥឡូវវាប្រែប្រួលច្រើនណាស់បើយើងមិនស្រាវជ្រាវទេយើងអាចនឹងមិនដឹងព័ត៌មានថ្មីៗមួយចំនួនឬក៏ទិន្នន័យថ្មីៗមួយចំនួនដែរទៅតាមសាលារៀនយើងលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូធ្វើក្រសួងក៏គាត់លើកទឹកចិត្តដែរគឺការស្រាវជ្រាវប្រតិបត្តិធ្វើក្នុងកម្រិតថ្នាក់រៀនរបស់គាត់ក្នុងកម្រិតសាលារៀនរបស់គាត់ដើម្បីរកវិធីជួយសិស្សដើម្បីឲ្យការបង្រៀនមានកាន់តែប្រសើរយ៉ាងក្មេងៗបាទដែលគាត់ចប់ពី Master អីភ្លាមនឹងកុំបញ្ចប់តែប៉ុណ្្នឹងសូមបន្តការស្រាវជ្រាវដល់អ្វីដែលយើងធ្វើនេះយើងធ្វើការបន្តជាមួយគ្នាយកកិច្ចការហ្នឹងយើងសរសេរជា article មួយយើងបោះពុម្ពទៅខាងក្រៅ ជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធី podcast មកប៉ាគួរក្លេដែលថ្ងៃនេះយើងមានភ្ញៀវកិត្តិយសរបស់យើងគឺលោកគ្រូអានរ៉ូប្រាវហើយគាត់នឹងមកចែករំលែកនៅប្រធានបទរឹតតែគួរឲ្យចាប់អារម្មណ៍ជាងពេលមុនទៅទៀតសូមជម្រាបសួរលោកគ្រូបាទជម្រាបសួរលោកគ្រូសុខសប្បាយទេលោកគ្រូបាទសុខសប្បាយធម្មតាបាទចាយើងខានជួបគ្នាយូរដែរហើយថ្ងៃនេះលោកគ្រូនឹងមានប្រធានបទអ្វីយកមកចែករំលែកពួកយើងទាំងអស់គ្នាដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទលើការស្រាវជ្រាវមួយទាក់ទងជាមួយនឹងភាសាអង់គ្លេសគេហៅថា PLC បាទ PLC ជាអក្សរកាត់ហើយអក្សរពេញគេហៅ Professional Learning Community ហើយជាភាសាខ្មែរគេហៅសហគមន៍សិក្សាវិជ្ជាជីវៈបាទចាលោកគ្រូអរគុណច្រើនតើលោកគ្រូអាចជួយប្រាប់យើងឲ្យលម្អិតបន្តិចបានអីទេថាតើអ្វីទៅដែលជាសាវតាដំណើរដើមទងនៃការស្រាវជ្រាវមួយនេះចា៎បាទតាមពិតទៅការស្រាវជ្រាវមួយនេះគឺចេញពីការស្រាវជ្រាវនៅថ្នាក់បណ្ឌិតថ្នាក់អនុបណ្ឌិតមួយដែលខ្ញុំដឹកនាំនិស្សិតស្រាវជ្រាវនៅថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអប់រំនៅជាស្ថានជាអប់រំហើយកាលនោះខ្ញុំដឹកនាំគាត់ទៅសេនិខេបបតគឺតាក់ទងនឹង PLC នឹងតែម្ដងអញ្ចឹងនៅពេលដែលគាត់ការពារនិខេបបតគាត់ចប់ហើយយើងក៏មានគំនិតមួយថាអូខេយើងប្រហែលជាមិនបញ្ចប់នៅត្រឹមប្រធានបទស្រេចនិខេបបតស្រាវជ្រាវនឹងទេយើងនឹងបន្តយកអត្ថបទនឹងទៅបោះពុម្ពជាមួយគ្នាបន្តចឹងហើយយើងបានរៀបចំជាអត្ថបទស្រាវជ្រាវមួយហើយយើងបានបោះពុម្ពការស្រាវជ្រាវនឹងនៅក្នុង journal មួយនៅក្នុងស្រុកខ្មែររបស់យើងនឹងបាទចាលោកគ្រូពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនតើលោកគ្រូអាចប្រាប់យើងបានទេថាតើអ្វីទៅជា PLC ដែរលោកគ្រូបាទ PLC បើយើងស្ដាប់ទៅថាជារឿងថ្មីប៉ុន្តែបើសិនជាយើងមើលពីគោលនយោបាយពីមុនគឺយើងមានហើយចាលោកគ្រូប៉ុន្តែគាត់ថាដំណើរការវាមិនទាន់បានទូលំទូលាយនៅឡើយអញ្ចឹងតា PLC យើងមានយមន័យច្រើនបាទនៅក្នុងនេះខ្ញុំមានអ្នកនិពន្ធមួយចំនួនដែលខ្ញុំនឹងលើកចាលោកគ្រូដូចករណី Dufour ឆ្នាំ2004ហើយនិងនិយមន័យរបស់ក្រសួងអប់រំបាទចាលោកគ្រូចានៅសម្រាប់Dufour ឆ្នាំ2004គាត់បានលើកថាសហគមន៍សិក្សាវិជ្ជាជីវៈហ្នឹងវាជាការរួបរួមគ្នារបស់បុគ្គលិកនានាដែលមានចំណាប់អារម្មណ៍ទៅលើការអប់រំដែលរួមមានក្រុមគ្រូបង្រៀនមានគណៈកម្មការសាលាមានការិយាល័យអប់រំមានក្រសួងអប់រំឬក៏អង្គការនានាជាដើមបាទហើយការសិក្សាសហគមន៍សិក្សាវិជ្ជាជីវៈហ្នឹងក៏ជាគេហៅជាក្រុមគ្រូបង្រៀនចាលោកគ្រូបាទក្រុមគ្រូបង្រៀនដែលធ្វើការចែករំលែកនិងជជែកដេញដោលស៊ីជម្រៅទៅលើការអនុវត្តការងារប្រចាំថ្ងៃរបស់គ្រូបាទប្រកបដោយការឆ្លុះបញ្ចាំងនិងការសហការគ្នាជាដើមបាទចាលោកគ្រូចាអរគុណច្រើនមែនទែនសម្រាប់ការបកស្រាយអំពីនិយមន័យរបស់ PLC ហ្នឹងហើយទៅខ្ញុំក៏ចង់សួរលោកគ្រូដែរថាហេតុអ្វីបានជាលោកគ្រូសម្រាប់ចិត្តថានឹងធ្វើការស្រាវជ្រាវទៅលើកិច្ចការទាំងអស់នេះប្រធានបទនឹងទី1គឺសំខាន់ដោយសារជាប្រធានបទមួយថ្មីដែរហើយនៅស្រុកខ្មែរយើងក៏មិនទាន់មានការស្រាវជ្រាវលើប្រធានបទនឹងដែរចាលោកគ្រូនឹងទី1ហើយទី2បើយើងមើលទៅបរិបទរបស់ពិភពលោកការគេដើរដល់យូរហើយគេលឿនជាងយើងគេមានការស្រាវជ្រាវច្រើនគេមានតែច្រើនប៉ុន្តែបើតាក់ទងជាមួយនឹងការអនុវត្តគឺនៅមានកម្រិតនៅឡើយអញ្ចឹងហើយនេះជាបញ្ហាពីរដែលយើងគិតថាវាមានសារៈសំខាន់សម្រាប់ការស្រាវជ្រាវលើប្រធានបទ PLC ហ្នឹងបាទចាលោកគ្រូអរគុណច្រើនមែនទែនតើលោកគ្រូអាចប្រាប់យើងបានដែរទេថាសំទោសតើលោកគ្រូអាចជម្រាបយើងបានដែរទេថាតើលោកគ្រូប្រើប្រាស់នៅវិធីសាស្ត្រអ្វីខ្លះដើម្បីស្រាវជ្រាវនៅកិច្ចការទាំងអស់នេះបាទខ្ញុំគិតថាមុននឹងចូលដល់វិធីសាស្ត្រស្រាវជ្រាវខ្ញុំអាចរំលឹកពីវត្ថុបំណងស្រាវជ្រាវបន្តិចចាលោកគ្រូចាបាទវត្ថុបំណងស្រាវជ្រាវរបស់យើងមាន2បាទយើងមាន2សំចាខាន់លោកគ្រូអឺខ្ញុំសូមទៅ slide បន្តិចបាទយើងមាន2សំខាន់គឺទី1តកតងមួយយើងចង់សិក្សាអំពីទស្សនៈរបស់គ្រូបង្រៀនលើការអនុវត្តចាសហគលោកគ្រូមន៍សិក្សាវិជ្ជាជីវៈហ្នឹងនៅកម្រិតមធ្យមសិក្សានៅក្នុងនៅសាលារៀនជំនាន់ថ្មីនៅខេត្តកំពង់ចាមហើយទី2គឺយើងចង់សិក្សាពីបញ្ហាប្រឈមនៅពេលចាដែលយើងលោកគ្រូអនុវត្តការសិក្សាសហគមន៍ជីវៈហ្នឹងទៅ
ឬក៏ការអនុវត្តសហគមន៍វិជ្ជាជីវៈសិក្សាវិជ្ជាជីវៈហ្នឹងទៅតើយើងមានបញ្ហាអីហើយករណីសិក្សារបស់យើងនេះគឺយើងធ្វើតែ2សាលាទេដែលយើងធ្វើនៅក្នុងខេត្តកំពង់ចាមហើយជាសាលាជំនាន់ថ្មីបាទ ចាលោកគ្រូស្រាប់ទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនពេលហ្នឹងខ្ញុំក៏នឹកឃើញថាហេតុអ្វីបានជាយើងចាំបាច់ត្រូវតែធ្វើការស្រាវជ្រាវទាំងអស់ហ្នឹងហើយការស្រាវជ្រាវទាំងអស់ហ្នឹងអាចផ្ដល់នូវលទ្ធផលអ្វីខ្លះដល់ការអប់រំជាទូទៅនៅក្នុងប្រទេសកម្ពុជារបស់យើង បាទមុននឹងទៅដល់លទ្ធផលខ្ញុំអាចបង្ហាញពីវិធីសាស្ត្រស្រាវជ្រាវបន្តិចបាទគឺការស្រាវជ្រាវរបស់យើងនេះយើងធ្វើជាបែបបមាវិស័យបាទបមាចាវិស័យប្រហែលជាយើងដឹងហើយនឹងវាតកតងមួយតួលេខតកតងមួយចាលោកគ្រូភាគរយតកតងមួយអីផ្សេងៗអញ្ចឹងណាបាទហើយយើងធ្វើនេះដូចខ្ញុំបញ្ជាក់មិញអញ្ចឹងយើងធ្វើនៅ2សាលានៅក្នុងខេត្តកំពង់ចាមហើយជាសាលាជំនាន់ថ្មីយើងធ្វើទៅលើគ្រូបង្រៀននិងគណៈនាយកអញ្ចឹងសរុបទាំងអស់យើងមាន72នាក់នៅក្នុងខេត្តកំពង់ចាមបាទចាលោកគ្រូបាទ ហើយយើងមើលជាបុគ្គលិកដែលជាគ្រូបង្រៀនហើយនិងគណៈគ្រប់គ្រងហ្នឹងគឺក្នុងចំណោម72នាក់ហ្នឹងយើងមានស្រី24នាក់ដែរនៅក្នុងហ្នឹងណាបាទចាលោកគ្រូហើយសម្រាប់ឧបករណ៍ស្រាវជ្រាវយើងប្រើឧបករណ៍និយាយថាតែមួយទេបើសម្រាប់ពី target របស់យើងមិញហ្នឹងគឺចាយើងប្រើលោកគ្រូជាកម្រងសំណួរបាទអញ្ចឹងយើងមានកម្រងសំណួរសម្រាប់គ្រូបង្រៀនហើយយើងមានកម្រងសំណួរសម្រាប់គណៈគ្រប់គ្រងសាលាបាទចាហើយការប្រើប្រាស់scale យើងប្រើពាក្យថា Likert scale បាទ ចាលោកគ្រូ Likert scale ហ្នឹងគឺយើងមាន5យើងមាន5កម្រិតដែលខ្ញុំអាចនឹងបង្ហាញបន្តិចទៀតនេះបាទចាលោកគ្រូហើយនៅក្នុងកម្រងសំណួររបស់យើងនេះយើងមាន3ចំណុចសំខាន់ៗគឺទី1យើងចង់និយាយពីរបៀបនៃការអនុវត្តបាទរបៀបរបបនៃការអនុវត្ត PLC ហ្នឹងទី2យើងចង់មើលពីប្រព័ន្ធគ្រប់គ្រងនៃការអនុវត្ត PLC បាទហើយទី3យើងចង់មើលពីបញ្ហាប្រឈមរបស់ការអនុវត្ត PLC ហ្នឹងចាលោកបាទគ្រូចាសម្រាប់ការចុះប្រមូលទិន្នន័យគឺយើងចុះទៅផ្ទាល់បាទយើងចុះទៅសាលាផ្ទាល់តែម្ដងចាលោកគ្រូទាំងពីរសាលានៅខេត្តកំពង់ចាមហ្នឹងដើម្បីយើងបានទិន្នន័យសម្រាប់ការវិភាគទិន្នន័យយើងប្រើប្រាស់បែបគេហៅការវិភាគទិន្នន័យបែបពណ៌នាគេ descriptive statistics ចាលោកគ្រូបាទយើងវិភាគទៅដល់តម្លៃមធ្យមហើយនឹងយើងវិភាគពីកម្រិតស្តង់ដារសម្រាប់បាទការតម្លៃមធ្យមគឺយើងប្រើជាបែបនេះបែរថាយើងមានចន្លោះពី1.00ដល់1.8យើងគិតថាខ្សោយណាស់បាទយើងចាត់ថាខ្សោយណាស់អញ្ចឹងទៅពី1.81ដល់2.60មានន័យថាខ្សោយបាទហើយពី2.61ដល់3.40មធ្យមហើយសម្រាប់ល្អណាស់គឺយើងរាប់ចាប់ពី3.41ឡើងទៅបាទ ចាខ្ញុំចង់សួរទៅកាន់លោកគ្រូដែរថាតើលោកគ្រូជួបការលំបាកអ្វីខ្លះនៅពេលដែលលោកគ្រូចុះស្រាវជ្រាវនៅខេត្តកំពង់ចាមហ្នឹងចាបាទអរគុណនៅឯតាមពិតការស្រាវជ្រាវវាមិនមែនជាការងារសាមញ្ញមួយទេបាទធម្មតាកាលណាយើងធ្វើវាអាចមានបញ្ហាប្រឈមមួយចំនួនចាលោកគ្រូអញ្ចឹងណាបាទជាពិសេសគឺទាក់ទងជាមួយនឹងការចុះប្រមូលទិន្នន័យបើសិនជាយើងជ្រើសរើសទីតាំងណាមួយឆ្ងាយហើយយើងចាប្រើការចុះទៅប្រមូលផ្ទាល់វាអាចជាបញ្ហាប្រឈមដែរព្រោះយើងត្រូវការធ្វើដំណើរផ្លូវឆ្ងាយយើងត្រូវការចំណាយថវិកាយើងត្រូវការផ្សេងៗបាទហើយសម្រាប់ចំណុចដែលជាប្រឈមមួយទៀតនោះជាពិសេសសម្រាប់អ្នកដែលស្រាវជ្រាវថ្មីគេហៅ Young Researcher ចាលោកគ្រូគឺទាក់ទងជាមួយនឹងរឿងវិធីសាស្ត្រស្រាវជ្រាវនោះតែម្ដងបាទព្រោះមាននៅក្នុងវិធីសាស្ត្រស្រាវជ្រាវវាមានគន្លឹះវាមានបច្ចេកទេសច្រើនដូចយើងនិយាយពីរឿងបមាណវិស័យនិយាយពីរឿងគុណវិស័យនិយាយពីការវិភាគបែបស្ថិតិពណ៌នានិយាយអីហ្នឹងគឺសុទ្ធតែរឿងបច្ចេកទេសដែលយើងត្រូវរៀនសូត្រឲ្យបានច្រើនសម្រាប់អ្នកដែលស្រាវជ្រាវដំបូងបាទ ចាលោកគ្រូអរគុណច្រើនមែនទែនលោកគ្រូខ្ញុំចង់ឲ្យលោកគ្រូលើកឡើងអំពីលទ្ធផលនៃការស្រាវជ្រាវនេះដែរពីព្រោះថាមានផលលំបាកហើយវាហាក់ការស្រាវជ្រាវនេះគឺជារឿងថ្មីមួយនៅប្រទេសកម្ពុជារបស់យើងអញ្ចឹងខ្ញុំចង់ឲ្យលោកគ្រូលើកឡើងថាតើលទ្ធផលនៃការស្រាវជ្រាវនេះផ្ដល់ជាប្រយោជន៍អ្វីខ្លះដល់ការអប់រំនៅកម្ពុជារបស់យើងបាទដំបូងចង់បង្ហាញពីនិស្សិនពីលទ្ធផលមួយចំនួនដែលយើងចាលោកគ្រូធ្វើការស្រាវជ្រាវហ្នឹងអញ្ចឹងយើងដឹងហើយមិញធំដងទី1របស់យើងគឺយើងសិក្សាពីទស្សនៈគ្រូបង្រៀនលើការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សានៅសាលាជំនាន់ថ្មីខេត្តកំពង់ចាមចាលោកគ្រូអញ្ចឹងនៅក្នុងនេះលទ្ធផលដែលយើងរកបានយើងបានវិភាគពីតម្លៃមធ្យមហើយនៅកម្រិតស្តង់ដារយើងឃើញថាលទ្ធផលជារួមគឺស្ថិតនៅក្នុងកម្រិតមួយល្អចាលោកគ្រូបាទកម្រិតមួយល្អបានន័យថាគ្រូអ្នកគ្រូគាត់មានការយល់ច្បាស់យល់បានច្រើនពីតកតងជាមួយនឹងសហគមន៍សិក្សាវិជ្ជាជីវៈហ្នឹងបាទគាត់មានការយល់ឃើញអំពីការសិក្សាជាក្រុមក៏យល់ឃើញបានល្អបាទការសង្កេតថ្នាក់ការប្រឹក្សាផ្សេងៗបាទភារកិច្ចរបស់សហគមន៍សិក្សាវិជ្ជាជីវៈអ្នកពាក់ព័ន្ធសំខាន់ៗប្រព័ន្ធលើកទឹកចិត្តសហគមន៍វិជ្ជាជីវៈហ្នឹងគឺយើងមើលជារួមទៅគឺទាំងគ្រូបង្រៀនទាំងគណៈនាយកគឺគាត់ស្ថិតនៅកម្រិតមួយល្អបាទចាលោកគ្រូនេះចាជាលទ្ធផលស្រាវជ្រាវទី1ហើយសម្រាប់លទ្ធផលស្រាវជ្រាវទី2ក៏យើងឃើញថាមានបញ្ហាប្រឈមមួយចំនួនដែរទោះជាឃើញលទ្ធផលល្អក៏ដោយចាបាទលោកគ្រូក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរជាពិសេសគឺតាក់ទងជាមួយនឹងការយល់ដឹងបាទការយល់ដឹងពី ចា PLC ហ្នឹងចាបាទព្រោះវាជារឿងមួយ
ខ្ញុំលើកពីដើមថាមិនមែនរឿងថ្មីប៉ុន្តែក៏ជារឿងថ្មីដែរគឺ ចា PLC ហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូហើយទាំងគណៈនាយកគាត់ឆ្លើយមកគាត់ថាពេលខ្លះគាត់រៀងមិនច្បាស់ដែរថា PLC ហ្នឹងអីគេ ចាលោកបាទគ្រូហើយទី2គាត់ជាពិសេសគឺខាងគ្រូតែម្ដងគាត់បញ្ហាប្រឈមមួយគាត់ថាគាត់ខ្វះពេលវេលាដោយសារគាត់បង្រៀនច្រើចានគាត់អីច្រើនអញ្ចឹងទៅគាត់មិនសូវមានពេលវេលាក្នុងការចូលរួមពេញដៃពេញជើងជាមួយនឹង ចា PLC លោកគ្រូហ្នឹងទេបាទហើយសម្រាប់ការស្រាវជ្រាវនេះបើនិយាយជារួមទៅដូចខ្ញុំលើកពីខាងដើមអញ្ចឹងវាសំខាន់ដោយសារនៅស្រុកយើងមិនទាន់មានការស្រាវជ្រាវលើ PLC ហ្នឹងច្រើនបាទអញ្ចឹងវាជាទីមួយវាជាជំនួយមួយសម្រាប់ទៅខាងសាលាបាទខាងសាលាដើម្បីគាត់អាចពិនិត្យមើលឡើងវិញពីការអនុវត្ត PLC ហ្នឹងតាមរយៈការស្រាវជ្រាវហ្នឹងតើគាត់អាចប្រែប្រួលចាមិនឧទាហរណ៍ថាគ្រូគាត់មានម៉ោងបរិញ្ញាបត្រច្រើនអញ្ចឹងពេលដែលយើងរកឃើញអញ្ចឹងនៅពេលដែលសាលាគាត់មើលឃើញពីលទ្ធផលស្រាវជ្រាវរបស់យើងគាត់នឹងអាចរៀបចំយន្តការគាត់ឡើងវិញអញ្ចឹចាងគាត់នឹងលោកគ្រូអាចសេរីគ្រូគាត់ថាមិនឲ្យបរិញ្ញាបត្រច្រើនពេកទេឧទាហរណ៍អញ្ចឹងចាអាចឲ្យបរិញ្ញាបត្រនៅកម្រិតណាមួយអញ្ចឹងទៅដើម្បីឲ្យគាត់មានពេលទៅចូលរៀនទៅចូលក្នុងហៅសហគមន៍សិក្សាវិជ្ជាជីវៈហ្នឹងចាបាទទី2វាអាចតាក់ទងជាមួយនឹងខាងគោលនយោបាយដែររបស់ក្រសួងមួយហ្នឹងអាចថាជាលទ្ធផលមួយជាទិន្នន័យមួយដែលក្រសួងគាត់អាចយកទៅដើម្បីកែលម្អហៅគោលនយោបាយផ្សេងៗតាក់ទងមួយ PLC ហ្នឹងដែរបាទចាលោកគ្រូមានខ្ញុំចាប់អារម្មណ៍ទៅនឹងចំនួនម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូចង់ឲ្យលោកគ្រូបញ្ជាក់បន្តិចដែរថាតើបច្ចុប្បន្នហ្នឹងលោកគ្រូអ្នកគ្រូជាទូទៅគាត់បង្រៀនប្រហែលម៉ោងក្នុងសប្តាហ៍ដែរលោកគ្រូនៅក្នុងសាលាចំណេះទូទៅរបស់គ្រូអនុវិទ្យាល័យគាត់បង្រៀន18ម៉ោងចាលោកគ្រូបាទក្នុងមួយសប្តាហ៍ប៉ុន្តែប្រមាណដល់សល់20ម៉ោងទៀតគាត់ធ្វើការរដ្ឋបាលចាបាទគាត់ត្រូវរៀបចំកិច្ចការបង្រៀនគាត់ត្រូវកែកិច្ចការសិស្សគាត់ត្រូវចូលប្រជុំអីផ្សេងៗអញ្ចឹងទៅបាទហើយបើនៅកម្រិតវិទ្យាល័យគាត់បង្រៀន16ម៉ោងចាលោកគ្រូ16ម៉ោងក្នុងមួយសប្តាហ៍ហើយម៉ោងផ្សេងៗទៀតគាត់ត្រូវធ្វើកិច្ចការផ្សេងៗដើម្បីគ្រប់គ្រងការបង្រៀនរបស់គាត់ប៉ុន្តែចាសម្រាប់នៅជំនាន់ថ្មីខុសពីនឹងបន្តិចចាបាទការអនុវត្តនៅសាលារៀនជំនាន់ថ្មីបង្រៀនយ៉ាងច្រើនជាងនឹងបើអ្វីដែលខ្ញុំបានព័ត៌មានគឺការបង្រៀននៅជំនាន់ថ្មីគ្រូម្នាក់គាត់បង្រៀនដល់20ម៉ោងជាងចាលោកគ្រូបាទ25ម៉ោងក្នុងមួយសប្តាហ៍អញ្ចឹងទៅហើយបូកជាមួយនឹងកិច្ចការផ្សេងៗទៀតច្រើនអញ្ចឹងបាននៅក្នុងជំនាន់ថ្មីបើយើងសិក្សានេះគឺគាត់លើកមកថាគាត់មិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមមក PLC ហ្នឹងទេចាបាទលោកគ្រូចាអញ្ចឹងទៅថ្ងៃក្រោយអាចនឹងមានការកាត់បន្ថយចំនួនម៉ោងបង្រៀនដែរទេលោកគ្រូនឹងវាអាស្រ័យទៅលើគោលជំហររបស់ខាងក្រសួងដែរបាទនៅពេលដែលមានការស្រាវជ្រាវបែបហ្នឹងហើយលទ្ធផលចេញបែបហ្នឹងតែនៅជំនាន់ថ្មីនឹងមានការកែប្រែបន្ថយម៉ោងយ៉ាងម៉េចហ្នឹងអានឹងអាស្រ័យលើការសម្រេចចិត្តរបស់ខាងសាលាជំនាន់ថ្មីហើយនិងខាងក្រសួងបាទចាព្រោះយើងឈរជំហរមួយគឺជាអ្នកស្រាវជ្រាវទេបាទ ចាអរគុណច្រើនលោកគ្រូសម្រាប់ការបកស្រាយដ៏ក្បោះក្បាយអឺតើតកតងជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវនេះដដែលតើលោកគ្រូមានអ្វីបន្ថែមដើម្បីឲ្យពួកយើងកាន់តែដឹងច្បាស់អំពីការស្រាវជ្រាវ PLC នេះដែរទេលោកគ្រូបាទតាក់ទងជាមួយនឹងបាទលទ្ធផលក្នុងនេះខ្ញុំបញ្ជាក់ពីដើមទីអញ្ចឹងបើនិយាយពីការយល់ឃើញទៅលើដំណើរការនៃការអនុវត្ត PLC ហ្នឹងជារួមគឺល្អហើយចាបាទលោកគ្រូយើងនិយាយល្អហើយប៉ុន្តែយើងនៅតែមានបញ្ហាប្រឈមអញ្ចឹងដូចតាក់ទងមួយបន្ទុកការងារច្រើនតាក់ទងពេលវេលាតាក់ទងជាមួយនឹងបាទពេលវេលាសម្រាប់ការចូលរួម PLC ហ្នឹងណាចាលោកបាទគ្រូចាហើយអញ្ចឹងបានក្នុងហ្នឹងក៏អ្នកស្រាវជ្រាវហ្នឹងយើងមានសំណូមពរមួយចំនួនដែរចាសំណូមពរចាមួយចំនួនបាទនៅក្នុងហ្នឹងចេញពីការស្រាវជ្រាវហ្នឹងគឺទីមួយសូមឲ្យមានគេហៅការផ្សព្វផ្សាយមួយឲ្យបានទូលំទូលាយ ចាលោកគ្រូ PLC ហ្នឹងបាទហើយបង្កើតឲ្យមាន PLC ហ្នឹងនៅតាមសាលាទោះជាមិនមែនសាលាជំនាន់ថ្មីក៏ដោយចាឥឡូវលោកគ្រូយើងឃើញមានការអនុវត្តនៅសាលាជំនាន់ថ្មីប៉ុន្តែនៅសាលាផ្សេងៗដែលជាមិនមែនសាលាជំនាន់ថ្មីអត់ទាន់មានឃើញការអនុវត្តទូលំទូលាយនៅឡើយទេចាលោកបាទគ្រូចាហើយទី2យើងក៏សំណូមពរចង់ឲ្យក្រសួងមន្ទីរការិយាល័យហ្នឹងគួរបង្កើតឲ្យមានវគ្គវិក្កតការឬក៏សិក្ខាសាលាស្ដីពី PLC នេះបានច្រើនចាលោកគ្រូហើយបានទៀងទាត់បាទព្រោះដោយសារការស្រាវជ្រាវយើងឃើញថាលោកគ្រូមួយចំនួនឬក៏គណៈនាយកមួយចំនួនក៏អត់ទាន់ច្បាស់លើ PLC នៅឡើយទេបាទហើយទី3គឺតកតងមួយការកាត់បន្ថយម៉ោងមិញហ្នឹងចាលោកគ្រូការចាស្រាវជ្រាវយើងចង់សំណូមពរថាបើអាចទេសូមបង្កលក្ខណៈឲ្យងាយស្រួលបន្តិចបាទឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់លោកគ្រូអ្នកគ្រូគាត់ចូលរួម PLC ហ្នឹងហើយមួយទៀតគឺសម្រាប់សមាជិក PLC ដែលជាលោកគ្រូអ្នកគ្រូឬក៏អ្នកដែលពាក់ព័ន្ធហ្នឹងក៏ត្រូវស្វែងយល់ខ្លួនឯងដែរមិនចាំតែគេមកបង្ចាហាញមកណែនាំមកអីចឹងណាយើងត្រូវស្រាវជ្រាវខ្លួនយើងត្រូវគេហៅមានឆន្ទៈក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗទៅនឹង PLC ហ្នឹងដែរដើម្បីឲ្យដឹងថា PLC ហ្នឹងគឺដំណើរការយ៉ាងម៉េចមានសារៈប្រយោជន៍យ៉ាងម៉េចអីយ៉ាងម៉េចចឹងទៅបាទ
ចាឆ្លើយក្នុងឱកាសហ្នឹងខ្ញុំចង់សួរលោកគ្រូបន្តិចដែរថាតើទៅថ្ងៃក្រោយទៅហ្នឹងដូចជាលោកគ្រូបានចុះស្រាវជ្រាវទាក់ទងជាមួយនឹងសាលាជំនាន់ថ្មីកម្មវិធីសិក្សាមានការខុសប្លែកពីចំណេះដឹងទូទៅនៅតាមបណ្ដាសាលាផ្សេងៗខ្ញុំចង់សួរទៅលោកគ្រូថាតើទៅថ្ងៃក្រោយទៅយើងនឹងអាចពង្រីកនៅវិធីសាស្ត្របង្រៀនបែបសាលាជំនាន់ថ្មីហ្នឹងទៅកាន់គ្រប់សាលារដ្ឋនៅប្រទេសកម្ពុជាយើងឬអត់លោកគ្រូពិតឥឡូវគេកំពុងតែដំណើរការហើយបើនិយាយអស់ទៅបាទវិធីសាស្ត្រដែលអនុវត្តនៅសាលាជំនាន់ថ្មីគឺនៅតាមសាលាផ្សេងៗជាសាលារដ្ឋក្តីជាអីហ្នឹងក៏យើងកំពុងអនុវត្តដែរប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ទាន់ដឹងថាតើការអនុវត្តកម្រិតប៉ុណ្ណាបាទទាក់ទងនឹងវិធីសាស្ត្រថ្មីៗដែលយកមកអនុវត្តនៅជំនាន់ថ្មីហើយកំពុងតែអនុវត្តនៅតាមសាលាចំណេះទូទៅធម្មតាណាបាទ ចាអរគុណច្រើនលោកគ្រូទន្ទឹមនឹងសំណូមពរដែលលោកគ្រូបានលើកឡើងហ្នឹងតើមានសំណូមពរអ្វីផ្សេងបន្ថែមទៀតដែរឬទេលោកគ្រូយើងមានសំណូមពរសម្រាប់ការសិក្សាទៅថ្ងៃអនាគតដែរព្រោះដោយសារចាការសិក្សារបស់ខាងខ្ញុំនេះយើងធ្វើបានតែ2សាលាទេយើងធ្វើតែជំនាន់ថ្មីនៅខេត្តកំពង់ចាមទេអញ្ចឹងបើអាចទេសូមពង្រីកជំនាន់ថ្មីទូទាំងប្រទេសអូបាទចាល្អសិក្សាមែនតើឲ្យបានទូទាំងប្រទេសទៅអ្នកដែលសិក្សាក្រោយទៀតណាឬក៏សិក្សាពី PLC នឹងនៅក្នុងសាលារដ្ឋដែរតែសាលារដ្ឋបានអនុវត្តឲ្យនៅទាក់ទងនឹង PLC ហ្នឹងបាទហើយមួយទៀតទាក់ទងមួយចំនួនអ្នកចូលរួមព្រោះមិញខ្ញុំបង្ហាញចំនួនអ្នកចូលរួមនៅក្នុងការស្រាវជ្រាវហ្នឹងគឺយើងមានតែ72នាក់ទេ2សាលាគត់ចាលោកគ្រូអញ្ចឹងបើសិនជាយើងបានទៅទូទាំងប្រទេសយើងគិតថានឹងមានអ្នកចូលរួមបានច្រើនជាពិសេសកម្រិតគ្រូបង្រៀនមន្ទីរការិយាល័យហើយបើអាចទេសូមឲ្យមានសហគមន៍ចូលរួមដែរព្រោះខាងសហគមន៍ក៏ពាក់ព័ន្ធនឹងដំណើរការនៃគុណភាពនៃការបរៀននិងរៀននឹងដែរហើយសម្រាប់សំណូមពរមួយទៀតដែរគឺទាក់ទងនឹងវិធីសាស្ត្រស្រាវជ្រាវដោយសារមិញនេះខ្ញុំស្រាវជ្រាវគឺយើងស្រាវជ្រាវតែបែបបរិមាណវិស័យទេបែរណាយើងនិយាយទៅរឿងតួលេខភាគរយនិយាយពីតម្លៃមធ្យមនិយាយពីកម្រិតស្តង់ដារអញ្ចឹងណាអញ្ចឹងបើសិនអ្នកស្រាវជ្រាវលើក្រោយទៀតអាចទៅបែបគុណវិស័យទៅគុណវិស័យបែរថាយើងអាចសួរព័ត៌មានបានលម្អិតបាទតាមរយៈការចាសម្ភាសន៍ហើយផ្សេងៗយើងអាចបានលម្អិតបានស៊ីជម្រៅឬក៏ធ្វើទាំងពីរតែម្ដងបែបចម្រុះបែរថាទាំងបរិមាណវិស័យផងទាំងគុណវិស័យផងចាបាទជឿក្នុងឱកាសហ្នឹងខ្ញុំចង់បកក្រោយទៅសួរលោកគ្រូបន្តិចដោយសារតែដោយលោកគ្រូដឹងហើយពេលយើងស្រាវជ្រាវយើងមានគោលដៅរបស់យើងដែលបច្ចុប្បន្នលោកគ្រូបានស្រាវជ្រាវជាមួយនឹងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សដែរមែនទេលោកគ្រូចាខ្ញុំចង់ដឹងថាតើទៅថ្ងៃក្រោយទៅអាចនឹងមានការស្រាវជ្រាវជាមួយនឹងអាណាព្យាបាលឬក៏សហគមន៍ដែលជាប់ពាក់ព័ន្ធជាមួយនឹងវិស័យអប់រំដែរឬទេលោកគ្រូយើងមានវិធានបទផ្សេងទៀតដែលខ្ញុំបានដឹកនាំនិស្សិតMaster ដែរ Master គ្រូអប់រំដែរដែលគាត់សិក្សាពីការចូលរួមរបស់សហគមន៍ការចូលរួមរបស់សហគមន៍នៅក្នុងការលើកកម្ពស់គុណភាពអប់រំគុណភាពនៃការរៀនបង្រៀននៅសាលារៀនអញ្ចឹងណាអញ្ចឹងបើយើងសិក្សាវិធានបទបែបអញ្ចឹងគឺយើងត្រូវតែមានអ្នកពាក់ព័ន្ធផ្សេងទៀតដែលមិនមែននៅក្នុងសាលារៀនណាបាទថាក្រៅពីសិស្សក្រៅពីគ្រូក្រៅពីនាយកយើងមានសហគមន៍ហ្នឹងដែលត្រូវយើងត្រូវសួរនាំគាត់ដែលត្រូវយើងត្រូវប្រមូលព័ត៌មានពីគាត់អញ្ចឹងសហគមន៍វាអាចជាអាណាព្យាបាលសិស្សពុកម្ដាយសិស្សឬក៏អាចជាអាជ្ញាធរដែនដីដែលយើងនឹងសួរនាំគាត់បន្ថែមតែនៅក្នុងសារស្រាវជ្រាវដែលយើងបានធ្វើហើយទាក់ទងនឹងការចូលរួមរបស់សហគមន៍នោះយើងបានសួរគាត់ហើយរួចហើយបាទចឹងនេះជាវិធានបទមួយទៀតបាទការចូលរួមរបស់សហគមន៍នៅក្នុងការលើកកម្ពស់គុណភាពការរៀននិងបង្រៀននៅតាមសាលារៀនណាបាទចាអរគុណច្រើនលោកគ្រូតាមរយៈការស្រាវជ្រាវនេះដែរលោកគ្រូបានឃើញតើការអប់រំរបស់យើងមានការផ្លាស់ប្ដូរអ្វីខ្លះរហូតមកដល់បច្ចុប្បន្នណាលោកគ្រូអឺតាមពិតដោយសារប្រធានបទនេះគឺมันអាចឆ្លើយនឹងសំណួរដែលចាលោកដែលគ្រូយើងលើកមិញទេព្រោះដោយសារធម្មតាអ្នកស្រាវជ្រាវទៅគ្រប់គេហៅអឺក្របខ័ណ្ឌមានក្របខ័ណ្ឌគេហៅចាក្រមសីលធម៌អ្នកស្រាវជ្រាវចាលោកគ្រូអញ្ចឹងយើងនិយាយពីរឿងការស្រាវជ្រាវ PLC អញ្ចឹងបើសិនជាសម្រាប់ខ្ញុំ PLC នេះវាជាធានបទមួយល្អសំចាខាន់ណាស់លោកគ្រូចាអ្វីដែលយើងអាចធ្វើបានព្រោះតាមរយៈ PLC ហ្នឹងគឺធ្វើឲ្យមានការលើកកម្ពស់គុណភាពនៃការរៀននិងបង្រៀនព្រោះនៅក្នុងក្របខ័ណ្ឌនៃ PLC គឺលោកគ្រូអ្នកគ្រូគាត់បានទៅជែកគ្នាគាត់បានឆ្លុះបញ្ចាំងជាមួយគ្នាគាត់បានចែកម្លែកគ្នាអញ្ចឹងការធ្វើទាំងអស់ហ្នឹងគឺវាផ្ដោតវាធ្វើឲ្យជះឥទ្ធិពលទៅលើគេហៅលទ្ធផលសិក្សារបស់សិស្សហើយគុណភាពនៃការរៀននិងបង្រៀនហ្នឹងឯងចាលោកគ្រូចាអរគុណច្រើនមែនទែនជាចុងក្រោយតើលោកគ្រូមានជាសារអ្វីទៅកាន់បុគ្គលិកអប់រំក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដែរលោកគ្រូបាទអរគុណទីមួយខ្ញុំគិតថាការអនុវត្ត PLC នេះសំខាន់បាទអញ្ចឹងខ្ញុំគិតថាតាមសាលាផ្សេងៗដែលមិនទាន់បានអនុវត្តគួរតែចាប់សាកល្បងអនុវត្តបាទព្រោះ PLC នេះវាខុសពីប្រជុំក្រុមបច្ចេកទេសបន្តិចប្រជុំក្រុមបច្ចេកទេសជាទូទៅវាលើមុខវិជ្ជាតែមួយឯងបាទថាគណិតវិទ្យាប្រជុំមួយគ្រូគណិតវិទ្យាអញ្ចឹងទៅរូបវិទ្យាជាមួយរូបវិទ្យាអញ្ចឹងទៅប៉ុន្តែ PLC អត់អញ្ចឹងឯង PLC វាជាលក្ខណៈ cross subject អញ្ចឹងកុំថាមុខវិជ្ជាសង្គមអាចប្រជុំមួយគ្នាបានភូមិប្រវត្តិសិលធម៌ពលរដ្ឋអីអញ្ចឹងណាប៉ុន្តែទៅលើប្រធានបទណាដែលរួមគ្នាចាលោកគ្រូបាទទៅលើវិធីសាស្ត្របង្រៀនណាមួយអញ្ចឹងទៅ
ដែលវិធីសាស្ត្រហ្នឹងប្រើប្រាស់បានទាំង3 4មុខហ្នឹងអញ្ចឹងយើងអាចប្រមូលផ្ដុំគ្នាអញ្ចឹងខ្ញុំគិតថានេះជាការចែកម្លែកបែបចែកម្លែកមួយទៀតជាបែបការចែកម្លែកបែប cross subject ចាលោកគ្រូ បាទ cross subject ហើយយើងអាចចែកម្លែកគ្នាពីមុខជាមួយទៅមុខជាមួយទៅលើប្រធានបទរួមមួយអញ្ចឹងទៅនឹងចាតកតលោកគ្រូ ងមួយនឹងការស្រាវជ្រាវលើប្រធានបទហ្នឹងហើយមួយទៀតជាសំណពរមួយទៀតតកតងមួយការស្រាវជ្រាវទូទៅចា ខ្ញុំគិតថាសម្រាប់លោកគ្រូអ្នកគ្រូឬក៏ជាពិសេសលោកគ្រូអ្នកគ្រូតែម្ដងខ្ញុំគិតថាគួរតែបន្តការស្រាវជ្រាវបាទព្រោះនៅក្នុងបរិបទយើងឥឡូវវាប្រែប្រួលច្រើនណាស់បើយើងមិនស្រាវជ្រាវទេយើងអាចនឹងមិនដឹងព័ត៌មានថ្មីៗមួយចំនួនឬក៏ទិន្នន័យថ្មីៗមួយចំនួនដែរចាលោកគ្រូ ហើយនៅតាមសាលារៀនអ្វីដែលយើងលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូធ្វើក្រសួងក៏គាត់លើកទឹកចិត្តដែរគឺការស្រាវជ្រាវប្រតិបត្តិហៅ research action research សំទោស ចា action ចាលោក research គ្រូ ឬក៏បារាំងគេហៅ research action បាទគឺគាត់ធ្វើក្នុងកម្រិតថ្នាក់រៀនរបស់គាត់ក្នុងកម្រិតសាលារៀនរបស់គាត់បាទដើម្បីរកវិធីជួយសិស្សជួយអីដើម្បីឲ្យការបង្រៀនមានការកាន់តែប្រសើរអញ្ចឹងទៅបាទអញ្ចឹងសូមបន្តហ្នឹងហើយមួយទៀតសម្រាប់ដែលក្មេងៗបាទដែលគាត់ចប់ពី Master អីភ្លាមៗហ្នឹងសូមកុំបញ្ចប់ត្រឹមប៉ុណ្្នឹង ចា ហ្នឹងហើយសូមបន្តការស្រាវជ្រាវដល់អ្វីដែលយើងធ្វើនេះគឺយើងគាត់ចប់ Master ហើយយើងធ្វើការបន្តជាមួយគ្នាយកកិច្ចការហ្នឹងយើងសរសេរជា article មួយយើងបោះពុម្ពទៅខាងក្រៅទៀតហើយយើងចូលរួមទៅ conference បទបង្ហាញនៅ conference ផ្សេងៗទៀតដែលតិចទៀតនេះនឹងមានបទបង្ហាញមួយនៅ conference អន្តរជាតិមួយនៅខាងទូគីតែយើងបទបង្ហាញជា online ទេគឺលើប្រធានបទ PLC នឹងដែរបាទអញ្ចឹងសូមកុំបញ្ចប់ត្រឹម master ត្រឹមខែបទប៉ុណ្ណឹងគឺសូមបន្តការស្រាវជ្រាវបន្តទៀតបាទ ចាអរគុណច្រើនលោកគ្រូចំពោះពាក្យពេចន៍ដ៏មានអត្ថន័យនិងខ្លឹមសារដ៏ល្អៗដែលលោកគ្រូបានលើកឡើងនៅក្នុងកម្មវិធីរបស់យើងហើយខ្ញុំជឿថាវានឹងផ្ដល់ជាប្រយោជន៍ហើយជាពិសេសដោយលោកគ្រូបានលើកឡើងចឹងការស្រាវជ្រាវពិតជាសំខាន់មែនទែនសម្រាប់មន្ត្រីអប់រំបុគ្គលិកអប់រំទាំងសាលារដ្ឋក៏ដូចជាសាលាឯកជនហើយជាពិសេសនឹងដែលយើងទាំងអស់គ្នាចាំបាច់នឹងគឺការបន្តការរៀនរហូតដូចពាក្យមួយដែលគេនិយាយថាយើងរៀនរហូតរៀនពេញមួយជីវិតអញ្ចឹងដែរអរគុណច្រើនលោកគ្រូសម្រាប់ថ្ងៃនេះ បាទ ហើយពីកម្មវិធីម៉ោងប៉ាគូរបស់យើងមកដល់ទីបញ្ចប់អរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃសម្រាប់តាមដានកម្មវិធីរបស់យើងពីខ្ញុំសុភានិងលោកគ្រូ បាទខ្ញុំរ៉ូបរ៉ៅសូមសូមអរ សូមជ គុ ម្ ណ រាបលា និងសូ បាទ មជ សូម ម្ អ រា រប គុណ លា សូមជម្រាបលា អរ បាទ គុណ